ចាថ្ងៃនេះមិននាំបងប្អូនមកចាក់បាញ់ឆែវជាមួយនឹងខ្ញុំទាំងអស់គ្នាចាជំរាបសួរពុកម៉ែអ៊ំពុំមីងបងប្អូនទាំងអស់គ្នាចាថ្ងៃនេះឃើញស្លាត់នៅផ្ទះល្អបងប្អូនអើយក៏បាននឹកឃើញថាចង់ចាក់បាញ់ឆែវញ៉ាំអញ្ចឹងណាងើបមកព្រឹកឡើងក៏ឃើញម៉ាក់គាត់បានធ្វើគ្រឿងរួចរាល់បងប្អូនអើយងើបមកប្លមត់តនថាថតពីរបៀបលាយម្សៅឲ្យពុកម៉ែបងប្អូនមើលតែម៉ាក់គាត់ធ្វើរួចរាល់ក៏បានថតប៉ុណ្្នឹងទៅហើយនាងខ្ញុំក៏បានមកជួយបេះបន្លែបេះជីអញ្ចឹងណាចានេះគ្រឿងផ្សំដែលនាងខ្ញុំត្រូវមានម្សៅមានសាច់ឆាហើយនិងសណ្តែកបដោះចាបន្ទាប់មកនេះម៉ាក់គាត់ចាប់ផ្ដើមចាក់ឲ្យបងប្អូនអើយនេះគាត់ម៉ាក់គាត់បកកាយធ្វើបាញ់ឆែមែនតើបាញ់ឆែគាត់ធ្វើឡើងឆ្ងាញ់ហ្មងណាបងប្អូនអើយនិយាយពីថាអូយនាងខ្ញុំនៅស្រុកខ្មែរអីញ៉ាំអស់តែមួយប្រទេសហើយណាឆ្អែតនៅនេះនាងខ្ញុំញ៉ាំអស់3ប្រទេសគាត់បកកាយធ្វើពេកឥឡូវនេះឃើញម៉ាក់ធ្វើតំណងក៏សុំគាត់រៀនចាក់ម្ដងបងប្អូនអើយលើកទី1របស់នាងខ្ញុំហើយដែលចាក់បាញ់ឆែវនេះចាំមើលលទ្ធផលទាំងអស់គ្នាថាចាក់ហ្នឹងមិនអីមិនប៉ុន្តែអត់ដែរចាក់ឯណានៅស្រុកខ្មែរធ្លាប់តែទិញគេមកប្រទេសពីប្រទេស5000 10000អីញ៉ាំបែកពោះតែមកនេះយើងត្រូវការរៀនចេះធ្វើខ្លួនឯងចាឥឡូវនេះចាក់ឲ្យបងប្អូនអើយចាំដំបងរៀងហំនេះចង់បញ្ចប់ខ្លោចចាគេថាតស៊ូគង់បានសម្រេចចាឥឡូវនេះនាងខ្ញុំចាប់ផ្ដើមរៀនទៀតហើយបងប្អូនអើយធម្មតាតែយើងចាក់លើកទី1វា fail ហើយយើងតែមានបទពិសោធន៍អីអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមចាក់ជាលើកទី2ចានេះកវីម្សៅរៀងហំអីហំដែរបងប្អូនអើយចាំមើលថាលើកទី2ហ្នឹងចាំមើលមិនថាកើតអត់អីអត់បងប្អូននេះខ្ញុំដាក់សណ្ដែកហើយនឹងសាច់ដែលយើងឆាចូលទៅហើយនឹងខ្ញុំគ្របបន្តិចចាគ្របប្រហែលជា1នាទីចាឲ្យសណ្ដែកយើងរៀងឆ្អិនបន្តិចនឹងខ្ញុំក៏បានបើកមកវិញចានេះបើកឲ្យនឹងខ្ញុំអានេះម៉ាក់គាត់ប្រាប់ឯណាបងប្អូនចាខ្ញុំធ្វើតាមគាត់ទៅគឺបានបាញ់ឆែល្អហើយឆ្ងាញ់ទៀតចានឹងខ្ញុំបើកប្រហែលជា1នាទី2នាទីហើយយើងបើកភ្លើងតិចមែនតែនពេលដែលយើងបើកដើម្បីកុំឲ្យបាញ់ឆែយើងខ្លោចបងប្អូននេះឥឡូវជោគជ័យឲ្យបានចាក់បាញ់ឆែបានល្អមែនតែនចានេះបន្ទាប់ពីចាក់ហើយឥឡូវនេះខ្ញុំចាក់ពីមកប្រទេសហើយទៅមកប្រទេសទៀតចឹងណាបងប្អូនធម្មតាឥឡូវយើងខុសលើកទី1លើកទី2យើងចេះអញ្ចឹងលើកទី3ទី4អីយើងអាចធ្វើបានហើយចាមើលកាយវិការបងប្អូនអើយនេះលើកផ្ទះផងអីផងអញ្ចឹងណាចានេះបន្ទាប់ពីបាញ់ឆែវដែលនាងខ្ញុំបានរៀបចំរួចរាល់អាខ្លោចហ្នឹងនាងខ្ញុំទៅចាក់បងប្អូនអើយចង់សើចចាចាក់ខ្លោចចាបន្ទាប់ពីហើយនេះយើងញ៉ាំបាញ់ឆែវក៏បានចេញដំណើរមកផ្សារអញ្ចឹងណាបងប្អូនថ្ងៃនេះនាំបងប្អូនមកផ្សារចិនណាផ្សារចិនហ្នឹងផ្សារអាស៊ីដែរចាមានលក់ផ្លែឈើអាស៊ីច្រើនប្រភេទចានេះចូលមកដំបូងគេឃើញមានលក់ផ្លែតារ៉ែនបងប្អូនអើយនេះ1ផោនដូចជា15.99ប៉ុន្តែតារ៉ែនអត់ល្អទេ1ផោននឹងស្មើនឹងកន្លះគីឡូបងប្អូនចាគីវីមួយកេស26ចានេះ26.90ចាហើយចូលមកក៏ឃើញមានតបែកនៅនេះគឺមានលក់ផ្លែឈើអាស៊ីគ្រប់ប្រភេទដែរបងប្អូនចាតបែកនេះថ្លៃមែនតែនអ3ផ្លែហ្នឹងដូចជា$14ចានេះថតឲ្យមើលផ្សារហ្នឹងផ្សារចិនណាបងប្អូនអើយនាងខ្ញុំនៅតែអត់ស្គាល់ផ្លែនេះដឹងផ្លែអីថតបានមួយផ្លែឲ្យពុកម៉ែបងប្អូនមើលអញ្ចឹងណានេះដើរមកក៏ឃើញផ្លែpeachនេះក៏បានថតបន្តិចចាពុកម៉ែបងប្អូនអានេះគេមានប័រទៀតចានៅនេះគេមានប័រហើយមានផ្លែផ្លាំចាផ្លាំនេះឆ្ងាញ់ដែរនេះខ្ញុំទិញមកញ៉ាំឆ្ងាញ់ជូរអែមឆ្ងាញ់ហើយនេះនឹងផ្លែតបងយ៉ាចាចាំថ្ងៃណាចាំទិញផ្លែតបងយ៉ាសាក់ចឹងសាក់ញ៉ាំចឹងណាចាកិច្ចអត់ផុតពីផ្លែភីកនេះបងប្អូនឃើញរៀងខ្ជូតស្អាតពេកនៅនេះផ្លែកលែនក៏មានដែរបងប្អូនចានេះផ្លែកលែនហ្នឹងដូចជាមួយដៃដែលនាងខ្ញុំកាន់ហ្នឹងណាដូចជា$10ជាងចា12 13ហ្នឹងចានេះផ្លែជពូចានេះផ្លែជពូបន្ទាប់មកក៏មានសកានេះនិយាយរួមទៅនៅនេះមានគ្រប់ប្រភេទហ្មងផ្លែឈើអាស៊ីមានអីក៏មានដែរចាពុកម៉ែបងប្អូនចាឥឡូវនេះក៏បានឃើញផ្លែ cherry ល្អបងប្អូននេះក៏បានថតឲ្យបងប្អូនមើលផ្លែ cherry ហ្នឹងគឺមាន2ពូជគេមានពូជផ្លែរាងកម្ៅហើយនឹងមួយទៀតផ្លែរាងក្រហមបងប្អូនចានេះមានតែពាំងបាយជូរអីហ្នឹងចាហើយនេះត្រីសាម៉ុនបងប្អូនអើយនាងខ្ញុំចូលចិត្ត
ទិញញ៉ាំមែនតើដោយសារតែត្រីហ្នឹងតម្លៃធូរថ្លៃហើយរសជាតិឆ្ងាញ់មែនតើយើងយកទៅស្លម្ជូរយកបន្លែអីឆ្ងាញ់ណាស់បងប្អូនចានេះខាងនេះគេមានលក់គ្រឿងសមុទ្រគ្រឿងអីទៀតចានេះបងប្អូនអើយនេះគ្រឿងសមុទ្រគ្រឿងអីគេរៀងតម្លៃរៀងធូរថ្លៃដែរប៉ុន្តែនាងខ្ញុំឃើញមឹកនេះឲ្យខ្លាចមែនតើបងប្អូនអើយថតឲ្យពុកម៉ែបងប្អូនមើលបន្តិចទៅចាហើយនេះកុលក្រៃនៅនេះថ្លៃបងប្អូនមួយដុំហ្នឹងមានប្រហែលកុលហ្នឹងតម្លៃ5រៀលជាងចានៅនេះតម្លៃនឹងថ្លៃហើយក៏បានថតបន្លែផ្លែឈើបងប្អូនអើយដដែលហ្នឹងឯងតែគាត់ថាយើងមកម៉ានផ្សារទៅជាថតឲ្យពុកម៉ែបងប្អូនមើលអញ្ចឹងណាចានេះគឺជាផ្លែឈើដែលនាងខ្ញុំបានទិញចាបានទិញផ្លែគីវីមួយកេះហើយនឹងស្បែកជ្រូកហើយនឹងនេះវ៉ាន់ទិញអស់100ជាងដែរបងប្អូនរៀងថ្លៃវ៉ាន់នៅនឹងចាអរគុណពុកម៉ែបងប្អូនជម្រាបលា